បាទបងប្អូនទាំងអស់គ្នាយើងបន្តមកចំណោទទី3របស់យើងគ្រួសារកសិករមួយប្រមូលផលសណ្តែកនៅចម្ការទី1បាន1523គីឡូក្រាមនៅចម្ការទី2បាន2055គីឡូក្រាមគេច្រកគ្រាប់សណ្តែកដាក់បាវនៅក្នុងមួយបាវមានទម្ងន់115គីឡូក្រាមតើគ្រួសារកសិករនោះប្រមូលផលសណ្តែកទាំងអស់បានប្រមាណបាវអញ្ចឹងកូនឯងអាចអានម្ដងហើយម្ដងទៀតឲ្យយល់ចំណោទទៅហើយបន្ទាប់មកទៀតកូនមើលសំណួរអ្វីដែលគេសួរនៅពេលដែលកូនមើលសំណួរដែលគេសួរហើយកូនចាប់ផ្ដើមព្យាយាមទៅរកអ្វីដែលគេប្រាប់កូនទៅបើក្នុងចំណោទនេះគេសួរថាចាតើគ្រួសារកសិករនោះប្រមូលផលសណ្តែកទាំងអស់បានប្រមាណបាវដែលយើងដឹងថាមួយបាវមានទម្ងន់ប៉ុណ្ណេះគីឡូចាចុះយើងដឹងអត់ថាស្រូវនឹងទាំងអស់មានប្រមាណគីឡូយើងអត់ទាន់ដឹងទេត្រូវអត់ដោយសារអីដោយសារស្រូវទាំងអស់វាមានរហូតដល់2ចង្ការនោះវារាយគ្នាវាមានចង្ការទី1ផងវាមានចង្ការទី2ផងអញ្ចឹងតើតើយើងប្រមូលផ្ដុំផលស្រូវនឹងទាំងពីរចង្ការសិនហើយកូនចាអញ្ចឹងយើងទៅរកមកខ្ទង់ខាងលើសិនដោយយើងរកទម្ងន់អង្គទាំងពីរចំការចាមកពីចំការសិនដោយយកទម្ងន់ចំការទី1យកមកបូកជាមួយនឹងទម្ងន់ចំការទី2 1523ចូលមកបូកជាមួយនឹង2055បូកមកឃើញ8 7 5 3អញ្ចឹងឃើញចំការទាំងពីរចូលគ្នាបាន3578គីឡូក្រាមអញ្ចឹងនៅពេលដែលយើងដឹងចំការទម្ងន់ស្រូវចំការទាំងពីរហើយយើងអាចហៅចំនួនបាវបានដែលគេថា115គីឡូក្រាមគឺស្មើនឹងមួយបាវចុះបើសិនជាយើងបានស្រូវបូកចូលគ្នាឃើញរហូតទៅដល់3578គីឡូក្រាមហើយតើគួរស្មើនឹងប្រមាណបាវអញ្ចឹងណាចាយើងអាចធ្វើរបៀបសមាមាត្ររបៀបអញ្ចឹងក៏បានដែរចាអញ្ចឹងគាត់ឯងយកចំនួននេះយកទៅគុណ1ហើយត្រឡប់មកវិញយកមកចែកជាមួយនឹងទម្ងន់ស្រូវនៅក្នុងមួយបាវយើងបាន3578គីឡូក្រាមយកមកចែកជាមួយនឹង1105គីឡូក្រាមអញ្ចឹងយើងរកទម្ងន់សំទោសរកចំនួនបាវរកចំនួនបាវដែលកសិករប្រមូលបានចាអញ្ចឹងយើងចែកមកយើងបាន3578យកមកចែកជាមួយនឹង1100សំទោសចែកនឹង115កាត់យក3ខ្ទង់អញ្ចឹងដាក់បាន3យើងគុណខាងចុងមុនខ្ទង់រាយមុន3 5 ដង 15សិល5ត្រាទឹក1 3ម្ដង3 3បូក6 4 3មួយដង3ដកមក7ដក5 12 5ដក4 1 3ដក3 0តម្លាក់8ចុះដាក់បានប៉ុន្មានគុណមកដាក់2លើអញ្ចឹងដាក់បានម្ដង115ដងស្មើ115អ្នកគ្រូគុណដុំឥឡូវអ្នកគ្រូគុណរាយខាងក្រោមអ្នកគ្រូគុណដុំ5ដក8ដក5សល់3 2ដក1សល់1 1ដក1 0អញ្ចឹងសំណល់យើងទុកឲ្យសមប៉ុណ្ណឹងចាស់ហើយចំនួនបាវយើងឃើញចំនួន31បាវចាអញ្ចឹងកូនអាចឆ្លើយថាចំនួនបាវដែលកសិករប្រមូលបានគឺ31បាវ